ធ្លាប់តែលើគេថាដលងស្វិតតងថ្ងៃនេះបានឃើញហើយបងប្អូនគឺស្វិតតងរបស់គេមែនហើយដលងនេះមិនមែនជាដលងមីដលងជ្វាឬក៏ដលងដៃខ្លាអីណាបងប្អូនហើយបើនិយាយពីមើមវាវិញណាធំមែនតើរហូតដល់មើមខ្លះបងប្អូនមានរហូតទៅដល់ធំជាងអីក៏ដៃខ្ញុំក៏មានដែរហើយបើប្រវែងវិញណាមានខ្លះវែងជាងមួយហាត់ខ្ញុំឯណោះដោយបងប្អូនបានឃើញអញ្ចឹងដលងប្រភេទនេះមើលមកវាធំមែនតើហើយដលងប្រភេទនេះដែរបងប្អូនគេជីកពីក្នុងព្រៃមកទេអ្នកខាងព្រះវិហារគេអត់ដែរដាំប្រភេទដលងអញ្ចឹងមកទេបងប្អូនជីកតែក្នុងព្រៃនឹងយកទៅណាំអស់អ្នកខ្លះទៀតក៏ជីកលក់ថែមទៀតផងហើយមិនមែនទៅតែឥឡូវទេណាបងប្អូនគឺគេជីករាប់សិបឆ្នាំមកហើយតែខ្ញុំអត់ដឹងថាដលងប្រភេទហ្នឹងមិនដឹងថាគេដាំបានឬក៏អត់ទេតែសម្រាប់អ្នកព្រះវិហារវិញគឺឲ្យតែខែភាសាបែបនេះគឺពួកគាត់ដើរជីកពីក្នុងព្រៃមកហើយបងប្អូនហើយមួយថ្ងៃមិនតិចទេណាបងប្អូនពួកគាត់ជីងបានរាប់សិបគីឡូឯណោះដំឡូងដែលខ្ញុំកំពុងនិយាយនេះគេហៅថាដំឡូងទឹកហើយទីតាំងដែលកំពុងតែជីកនេះគឺនៅនឹងជើងភ្នំត្បែងតែម្ដងបងប្អូនដែលស្ថិតនៅក្នុងឃុំត្បែង2នៃស្រុកគូលែនខេត្តព្រះវិហារធំមែនតើធំជាងកដៃហើយឡើងមកព្យាមនេះមកហាត់ខ្ញុំបាត់ទេបងប្អូនសំទោសមិនមែនមកព្យាមនេះគឺមកហាត់ខ្ញុំបាត់ទេនេះវ៉ាវហើយបើមើលសាច់វាណាបងប្អូនមើលទៅទំនោរមែនតើដូចទំនោរជ្រប់មែនតើណានេះបាទហើយអានេះអត់រឹងប្រហែលនេះបងប្អូននេះទុនហើយកេះទៅចេញទឹកបងប្អូននេះមានទឹកតិចមកនេះហើយនេះអត់មានយកមកពីណាបងប្អូនណានេះគឺជីកនៅហ្នឹងតែម្ដងនេះហើយហ្នឹងយើងហៅដលងអីទៅដលងទឹកហ៎ហើយជីកបាននៅហ្នឹងជីកបាននេះទៅណាដលងណាអាមួយនេះហ៎ចាអូបាទហើយ3មើមហ៎អញ្ចឹងអានេះមកគុំណោះឥឡូវឈប់ជីកជីកទៅនោះយកមើមទៅអូយកមើមហើយចុះអានេះយើងទៅជីកមិញហ្នឹងហ៎អូបងប្អូនអញ្ចឹងដលងទឹកគឺធំមែនតើនេះហើយមិនមែនមានតែប៉ុណ្្នឹងទេណានេះបងស្រីគាត់កំពុងតែជីកដែរបងជំរាបសួរច្រឡំអ្នកមីងដែរមិនហៅអ្នកមីងចាស់អស់ហើយណានេះក៏បងកំពុងតែជីកដលងទឹកនឹងដែរចាអាយ៉ាអាមួយនេះដូចដៃហ្មងដូចដៃឆ្វេងរបស់យើងអញ្ចឹងបងប្អូននេះវ៉ាវអូអានេះធំមែនតើហើយដលងនេះមើលវាប្រប៉ុណ្ណាណៃចុះដល់ដើមប៉ុណ្ណាមកខ្ញុំសុំស្គាល់ដើមតិចនេះលោកគ្រូដើមនោះបងប្អូនគេហៅថាដលងស្វិតតងមែនបងប្អូននេះជីកមួយថ្ងៃបានប៉ុន្មានគីឡូទៅជីកមួយថ្ងៃបាន10គីឡូលោកគ្រូអូហើយយកទៅធ្វើអីទៅយកទៅហូបចាហើយហូបមិនអស់ទៅ10គីឡូនោះហូបលក់គេថាអញ្ចឹងអស់កតុកអញ្ចឹងហ៎ហ្នឹងអត់ខូចទេចាពេលយើងទុកអត់ខូចទេលោកគ្រូវាអត់ស្វិតទេមានខូចអីបាន2ថ្ងៃហើយហ្នឹងយើងហើយចាហ្នឹងយើងហូបមិនទៅបើលេងទឹកអញ្ចឹងហូបមិនស្ងោហូបឆ្ងាញ់ប៉ុណ្ណេះលោកគ្រូគេយកហូបអីខ្លះទៅហូបសាច់វាក្នុងសាច់ខាងក្នុងបានន័យថាគេយកវាយកទៅស្ងោណោះចុះក្រៅពីស្ងោគេធ្វើអីបុកយើងបុកជាមួយនឹងត្បាល់យើងហ្នឹងបុកត្បាល់មកគ្រូដូចចេដាក់អីគេទៀតទៅដាក់ជូរក្នុងលោកគ្រូអត់ឆ្ងាញ់ចុះក្រៅពីស្ងោហូបយើងយកធ្វើអីស្លលោកគ្រូស្លទៀតចារសជាតិរបស់វាវិញមិនដែរផ្អែមយើងហូបឆាវចឹងបានដែរឆាវបានខ្ញុំចង់សាករសជាតិវាមើលថាតើរសជាតិវាឆ្ងាញ់ប៉ុណ្ណានេះបងប្អូននេះអូខេខ្ញុំខាំមើលណាបងប្អូនណាយើងផ្អែមឡមវាមានជាតិទឹកតែបើពេលស្ងោវាមានទឹកចឹងអត់បងទឹកចុកកូនក្មេងតែផ្អែមអត់ផ្អែមហើយមិនបានទៅបញ្ចុកកូនក្មេងអុយវាមានរសជាតិផ្អែមអញ្ចឹងហ៎អញ្ចឹងអ្នកស្រុកហ្នឹងចូលចិត្តយកដលងហ្នឹងទៅបញ្ចុកកូនក្មេងចាអត់ខ្លាចកូនក្មេងឈឺទេលោកគ្រូអត់ចេះឈឺទេដលងនេះវាដុះខួប5ខួបភាសាដែលយើងជីកបានខួប5ខួបភាសាឬអត់ទេជីកបានទាំង5ទាំងភាសាអ្នកណាគេមកទិញខាងណាក៏ណាមកទិញទេលោកគ្រូបានគ្នាទិញគ្នាឯងទេទូលលក់គ្នាឯងចុះអ្នកឆ្ងាយអ្នកឆ្លៃអ្នកឆ្ងាយគេមិនដែរមកទិញអញ្ចឹងហ៎ចាចុះអ្នកខ្លះបើគាត់អត់ដឹងហងគាត់បានអីទិញគាត់អត់មានស្គាល់ថាអាហ្នឹងដលងទឹកផងហ្នឹងដូចខ្ញុំអីអត់ដែរស្គាល់ទេប៉ុន្តែចុះបើគាត់ស្គាល់ហើយគាត់ចង់សាករសជាតិអីបងលក់អីលក់ដល់25ខេត្តក្រុងដឹកឲ្យ25ខេត្តក្រុងអត់ចាអូបងប្អូនអញ្ចឹងមានគេកំងអញ្ចឹងហ៎នេះបងប្អូនចង់សាករសជាតិដលងទឹកម្ដងមើលហីនេះខ្ញុំអត់ដែលស្គាល់ទេជាលើកទី1របស់ខ្ញុំហើយដែលខ្ញុំសាកដលងទឹកនេះប៉ុន្តែឥឡូវនេះខ្ញុំសាកតែឆៅទេបងប្អូនខ្ញុំអត់សាកឲ្យតន់ស្ងោរហើយទេហើយបើសិនជាឆៅរសជាតិវាគឺអាចហូបបានឆ្ងាញ់មួយយ៉ាងប៉ុន្តែបើរសជាតិឆ្អិនអធិស្ឋានបងប្អូនបើសិនបើបងប្អូនចង់សាករសជាតិអីបងប្អូនអាចកំងបានបងប្អូនអាចតាក់ទងបងស្រីបានបងអាចជួយប្រកាសលេខតិចមកលេខប្រហែល71 77 54 416លេខទូរស័ព្ទខ្ញុំហៅលេខទូរស័ព្ទឲ្យដូចមានអ្នកហៅឲ្យហ្មងហីចាំទេអត់ចាំលេខអញ្ចឹងមានអ្នកបោះប្រយ៉ងឲ្យពីក្រោយ
អញ្ចឹងបងប្អូនអរគ្នាប្រសិនបើបងប្អូនចង់សាករសជាតិដលងទឹកហើយចង់ដឹងថាតើវាមានរសជាតិបែបណាបងប្អូនអាចកំងបងស្រីបានរួមជាមួយអ្នកមីងផងដែរពួកគាត់នឹងជីកជូនបងប្អូនហើយដឹកជូនបងប្អូនដើម្បីបងប្អូនយកទៅស្ងោរសាកមើលថាតើវាឆ្ងាញ់ប៉ុណ្ណាអញ្ចឹងសម្រាប់ពេលនេះខ្ញុំបាទរួមជាមួយនឹងអ្នកមីងហើយនឹងបងសូមជម្រាបលាបងប្អូន